ជំរាបសួរពុកម៉ែបងប្អូនចាវីដេអូនេះគឺជាវគ្គបន្តបន្ទាប់ពីការកាត់សក់របស់កូនកម្លោះនិងកូនក្រមុំពិធីមួយនេះគឺហៅថាពិធីកាត់ខាន់ស្លាចាគឺប្រារព្ធឡើងបន្ទាប់ពីពិធីកាត់សក់ចានៅក្នុងកំឡុងពេលបាយល្ងាចចាពិធីនេះគឺជាពិធីដើម្បីឲ្យកូនកម្លោះនិងកូនក្រមុំបានធ្វើការកតញ្ញូតាធម៌ជូនដល់ឪពុកនិងម្ដាយមុននឹងគាត់នឹងទទួលយកគូស្វាមីភរិយាដើម្បីមើលថែគ្នានៅក្នុងពេលអនាគតអញ្ចឹងឥឡូវនេះនាងខ្ញុំនឹងបើកសំឡេងជូនបងប្អូនទាំងអស់គ្នាបានសម្ដាប់នៅលោកតាមហាគាត់ឲ្យជាដំបូងមានដូចខ្លះចា